ប្រទេសមានច្បាប់ស្ថាប័នមានតួនាទីមនុស្សមានកាតព្វកិច្ចមានន័យថាគ្រប់ភាគីដឹងច្បាស់ពីអ្វីដែលត្រូវធ្វើមុនបញ្ហាคล้ายជាវិបត្តិទម្លាប់ចាំបញ្ជាជំងឺរ៉ាំរ៉ៃមួយដែលធ្វើឲ្យប្រព័ន្ធទាំងមូលធ្វើការមិនសូវមានប្រសិទ្ធភាពប្រជាជនបាត់ទំនុកចិត្តហើយអ្នកល្មើសច្បាប់កាន់តែហ៊ាននេះមិនមែនជារឿងថ្មីទេរាល់ពេលមានបញ្ជាខ្លាំងពីថ្នាក់លើចំណាត់ការនិងវិធានការផ្សេងកើតឡើងភ្លាមប៉ុន្តែសំណួរដែលគួរសួរគឺប្រសិនបើអាចធ្វើបាននៅថ្ងៃនេះហេតុអ្វីមិនធ្វើតាំងពីម្សិលមិញបើរឿងខុសច្បាប់មួយអាចដំណើរការបានទៅរាប់ខែឬឆ្នាំចាំរហូតដល់មានបទបញ្ជាពិសេសទៅដោះស្រាយនោះបញ្ហាមិនមែនមកពីបុគ្គលទេតែមកពីប្រព័ន្ធដែលអនុញ្ញាតឲ្យរឿងនេះបន្តកើតឡើងក្នុងស្ថាប័នជាច្រើនមនុស្សមួយចំនួនអាចមើលឃើញបញ្ហាប៉ុន្តែពួកគេអាចមិនហ៊ានធ្វើទេព្រោះខ្លាចខុសខ្លាចប៉ះពាល់ប្រយោជន៍អ្នកដទៃខ្លាចទទួលខុសត្រូវតែម្នាក់ឯងឬខ្លាចថាការខិតខំរបស់ខ្លួននឹងមិនទទួលបានការគ្រប់គ្រងនៅពេលដែលការមិនធ្វើខ្លាចជាជំរើសមានសុវត្ថិភាពជាងប្រព័ន្ធទាំងមូលក៏ចាប់ផ្ដើមឈឺការសិក្សាជាច្រើនរបស់ធនាគារពិភពលោកនិងអង្គការអន្តរជាតិផ្សេងបានបង្ហាញថាប្រទេសដែលមានស្ថាប័នធ្វើការដោយផ្អែកលើនីតិវិធីច្បាស់លាស់តែមានកំណើនសេដ្ឋកិច្ចល្អជាងទាក់ទាញវិនិយោគបានច្រើនជាងនិងទទួលបានទំនុកចិត្តពីពលរដ្ឋខ្ពស់ជាងផ្ទុយទៅវិញប្រសិនបើអ្វីត្រូវរងចាំបញ្ជារងចាំអន្តរាគមន៍ទៅម៉ាស៊ីនស្ថាប័នចាប់ផ្ដើមដំណើរការនោះមានន័យថាប្រព័ន្ធទាំងមូលកំពុងបាត់បង់សមត្ថភាពធ្វើការដោយខ្លួនឯងអ្វីដែលគួរឲ្យព្រួយបារម្ភមួយទៀតគឺក្នុងករណីខ្លះមានមនុស្សមួយចំនួនយកយុទ្ធនាការតាមបញ្ជាទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនមុនមានបញ្ហាមិនសូវមានអ្នកធ្វើក្រោយមានបញ្ជាខ្លះបែរជាធ្វើហួសអ្វីដែលគួរធ្វើហើយទាំងពីរនេះសុទ្ធតែបំផ្លាញទំនុកចិត្តលើស្ថាប័នដូចគ្នានេះហើយជាគ្រោះថ្នាក់នៃជំងឺចាំបញ្ជាវាប៉ះពាល់ដល់សង្គមទាំងមូលវាធ្វើឲ្យច្បាប់អនុវត្តមិនស្មើគ្នាអ្នកដែលមានខ្នងបង្អែកឬដឹងថាគ្មាននរណាចាត់ការភ្លាមកាន់តែហ៊ានប្រព្រឹត្តខុសវាធ្វើឲ្យមនុស្សគោរពកាតព្វកិច្ចអស់ទឹកចិត្តព្រោះការខិតខំរបស់ពួកគេមិនត្រូវបានផ្ដល់តម្លៃហើយសំខាន់ជាងគេវាធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នទំនុកចិត្តវាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់រដ្ឋនៅពេលប្រជាជនជឿថាស្ថាប័នអាចធ្វើការដោយមិនរើសអើងដោយប្រសិទ្ធភាពមិនចាំបញ្ជាពួកគេនឹងគោរពច្បាប់សហការជាមួយអាជ្ញាធរនិងចូលរួមអភិវឌ្ឍប្រទេសប៉ុន្តែបើពួកគេជឿថាអ្វីត្រូវរងចាំថ្នាក់លើស្រែកសិនទៅមានចំណាត់ការនោះការគោរពនិងការជឿជាក់លើប្រព័ន្ធនៃប្រទេសមួយនឹងថយចុះជាបន្តបន្ទាប់សំណួរបន្ទាប់គឺតើត្រូវព្យាបាលជំងឺចាំបញ្ជាដោយរបៀបណាការកែប្រែមិនអាចចាប់ផ្ដើមដោយការដាក់បន្ទុកលើថ្នាក់ក្រោមតែមួយទេត្រូវមានការកែប្រែវប្បធម៌ការងារអ្នកដឹកនាំខ្លាំងបង្កើតប្រព័ន្ធដែលអាចដំណើរការដោយខ្លួនឯងនិងមានប្រសិទ្ធភាពថ្នាក់ក្រោមល្អហ៊ានផ្ដល់យោបល់ហ៊ានអនុវត្តតួនាទីរបស់ខ្លួននិងហ៊ានទទួលខុសត្រូវការវិតម្លៃត្រូវផ្អែកទៅលើលទ្ធផលជាក់ស្ដែងមិនមែនការផ្គប់គុណប្រជាពលរដ្ឋក៏មានតួនាទីសំខាន់ក្នុងការព្យាបាលជំងឺនេះដែរការទាមទារឲ្យស្ថាប័នធ្វើការត្រឹមត្រូវតាមតួនាទីមិនមែនជាការប្រឆាំងទេប៉ុន្តែជាការជួយឲ្យរដ្ឋរឹងមាំពលរដ្ឋអាចចូលរួមដោយគោរពច្បាប់មិនលើកទឹកចិត្តអំពើពុករលួយហើយក៏មិនចូលរួមសោកប៉ាន់រាយការណ៍បញ្ហាដោយមានភស្តុតាងនិងតាមដានការអនុវត្តការងារស្ថាប័នដោយសុចរិតខ្ញុំរស់សធាពី News Today NTTV Let's go. The new Ford Territory.